សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងមកធ្វើការតេស្តជាមួយនឹង Honor Play 10វិញម្ដងអញ្ចឹងសម្រាប់ Honor Play 10ដូចបងប្អូនបានដឹងអញ្ចឹងគឺវាមាន2ពណ៌ណាឥឡូវខ្ញុំមកធ្វើការតេស្តជាមួយនឹងមួយដើមនេះឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងសម្រាប់អេក្រង់របស់គេគឺ smooth ធម្មតាបងប្អូនណាអញ្ចឹងសម្រាប់កម្រិតតម្លៃទូរស័ព្ទនេះគឺតម្លៃ$68បងប្អូនបានដឹងហើយឥឡូវយើងមកធ្វើការតេស្តជាមួយនឹងអេក្រង់របស់គេអញ្ចឹងសម្រាប់កាមេរ៉ាក្រោយរបស់គេគឺច្បាស់ប៉ុណ្ណេះបងប្អូនណាគឺខ្ញុំសម្រាប់ខ្ញុំថាវាច្បាស់ហើយបងប្អូនឃើញទេអូខេអញ្ចឹងសម្រាប់កាមេរ៉ាក្រោយរបស់គេគឺច្បាស់ណាច្បាស់គួរសមព្រោះកម្រិតតម្លៃប៉ុណ្ណឹងកាមេរ៉ាបានប៉ុណ្ណេះគឺខ្ញុំទទួលយកហើយអញ្ចឹងសម្រាប់កាមេរ៉ាមុខរបស់គេក៏ច្បាស់គួរសមដែរអូខេឥឡូវយើងមកស្ដាប់សលេងរបស់វាវិញឥឡូវយើងចូលទៅបើក YouTube តិចសិនផ្សាយសលេងស្រាប់សលេងរបស់គេច្បាស់បងប្អូនជម្រាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំសម្រាប់កម្រិតសលេងរបស់គេគឺច្បាស់អែមហើយសម្រាប់អេក្រង់អីការដើរអីគឺទទួលយកបានបងប្អូនគឺ smooth ធម្មតាណាអញ្ចឹងសម្រាប់តម្លៃប៉ុណ្ណឹងសម្រាប់យើងផ្ដោតទៅលើការប្រើប្រាស់ទៅលើអេក្រង់គឺខ្ញុំគិតថាអែមហើយកម្លាំងម៉ាស៊ីន RAM 3 64G បងប្អូនណាអញ្ចឹងសម្រាប់បងប្អូនទិញឲ្យចាស់ឲ្យកូនក្មេងលេងអីចង់បានសេរីថ្មីអាចមើល model នេះបានត្រឹមតែ$68ទេបើគិតជាលុយខ្មែរគឺ$270,000រៀលតែប៉ុណ្្នឹងឯងណាអញ្ចឹងសម្រាប់ខាងហាងក៏មានប្រូម៉ូសិនឲ្យបងប្អូនទាំងអស់គ្នាដែរបងប្អូនដែលនៅខេត្តឬក៏នៅឆ្ងាយខេត្តផ្សេងៗអញ្ចឹងត្រូវការចង់កម្មង់ទូរស័ព្ទថ្មី Honor 10 Play នេះគឺយើងមានពេលអវ៉ាន់ទៅដល់ទូទាត់លុយក៏បានដែរប៉ុន្តែតម្រូវបងប្អូនវេសេវាដឹកមកមុនដូចគ្នាហើយសម្រាប់បងប្អូនដែលទូទាត់លុយមកមុនអស់គឺខាងហាង free ដឹកឲ្យបងប្អូនអញ្ចឹងបងប្អូនអត់ហត់ខាតថ្លៃសេវាម្ដងទៀតទេអញ្ចឹងសម្រាប់អេក្រង់របស់គេគឺរូប color អីគឺស្អាតណាការប្រើប្រាស់មួយអែមអេក្រង់កាត់សម្រាប់បើយើងនិយាយពីកាមេរ៉ាវាតែមួយគ្រាប់ទេបងប្អូនប៉ុន្តែអានេះគេធ្វើមកដូចពីរគ្រាប់អញ្ចឹងប៉ុន្តែជាការ design របស់គេឲ្យរូបរាងរបស់គេវារៀងស្អាតជាងមុនទេអញ្ចឹងកាមេរ៉ាគឺមានតែលើនេះមួយគ្រាប់តែប៉ុណ្្នឹងឯងហើយសម្រាប់រុនសាករបស់គេគឺប្រភេទ Type C បងប្អូនអូខេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការទូរស័ព្ទ Honor 10 Play នេះបងប្អូនអាចតំណែងមកកាន់ហាងបានណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតគឺបងប្អូនឆាតមក Facebook របស់ហាងមកអញ្ចឹងសម្រាប់ Facebook របស់ហាងគឺ Facebook មួយនេះបងប្អូនណាអញ្ចឹងបងប្អូនចង់ឲ្យខាងហាងទៅតម្លើងកម្មវិធីរបស់បងប្អូនឲ្យហើយក៏បានបងប្អូនយកទៅទាំងប្រអប់យកទៅតម្លើងខ្លួនឯងក៏បានដែរអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចង់ដឹងព័ត៌មានលម្អិតបន្ថែមតំណែងមកកាន់ហាងមកអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀត